ចូលដល់សាច់រឿងទី2របស់ប្អូនស្រីដែលគាត់សុំបិទភូមិឃុំដដែលតែសាច់រឿងមួយនេះគឺកាត់ឡើងនៅផ្ទះគាត់ដដែលទីតាំងនៅខាងបាត់ដំបងដដែលនឹងចង់អ្នកទាំងអស់គ្នាអាចមកស្ដាប់បានចាជាមួយសាច់រឿងទី2ដែលកាត់ឡើងនៅដើមឆ្នាំ2025ម្ដងនឹងហើយចង់2025គេមានប្តីហើយអាការ2023អាហ្នឹងនៅស្ទៀវវាអត់មានប្តីឥឡូវហ្នឹងគឺវាមានប្តីនិយាយលេងអ្នកទាំងអស់គ្នាគឺគាត់មានប្តីចឹងណាហើយគាត់ពេលហ្នឹងគឺគាត់តំងនឹងពោះ3ខែទៀតកូនគាត់នឹងពោះហ្នឹង3ខែហើយរបៀបចេះដែលតាមពិតគាត់មានរូបឲ្យខ្ញុំមើលទៅអ្នកទាំងអស់គ្នាគាត់ថតទីតាំងគាត់ផ្ទះគាត់ហ្នឹងឲ្យខ្ញុំមើលទៅចឹងមិនងាយស្រួលក្នុងបញ្យល់ខ្ញុំទៅគឺខ្ញុំវាយល់នៅក្នុងគូក្បាលខ្ញុំស្រួលសម្រាប់ទៅអ្នកទាំងអស់គ្នាដែលរបៀបថារបៀបផ្ទះគាត់ហ្នឹងគឺយើងផ្ទះបែបយើងនៅតាមខេត្តចឹងដឹងហើយថាគឺគេមានផ្ទះគេលើផ្ទះក្រោមអីចឹងទៅហើយបន្ទប់ទឹកគេគឺនៅខាងក្រៅផ្ទះមានពីងទឹកមានអីខាងក្រៅផ្ទះចឹងណាអូឈួរទឹកមកគឺថាពេលហ្នឹងគឺគាត់ហ្នឹងរបៀបថាគាត់ទំននៅក្នុងពួក3ខែហើយភាគច្រើនចាស់គឺគេសើឲ្យគាត់ហ្នឹងចេញក្រៅផ្ទះក្រៅអីពេលយប់ប្រឡប់អីចឹងណាថ្ងៃហ្នឹងគឺខ្ទង់ម៉ោងប្រហែលជាខ្ទង់ម៉ោង6ជាងប្រឡប់ទេគាត់ហ្នឹងគឺបានចុះតលៀងចាននៅខាងក្រោមផ្ទះរបៀបថាផ្ទះគេមានលើក្រោមដូចខ្ញុំចៃចឹងតាមផ្ទះស្រុកភូមិចឹងពេលដែលគាត់ចុះតលៀងចាននៅក្រោមផ្ទះហ្នឹងចឹងទៅគឺគាត់បានជួបជាមួយនឹងហេតុការណ៍មួយគឺមានឃើញជាមួយនឹងភ្លើងព្រាយបដៅកូនហ្មងខ្ញុំមិនដឹងថាប្រភេទព្រាយបដៅកូនហ្នឹងភ្លើងគេមិនយ៉ាងអ្នកនរគ្នាអាចនឹងរបៀបដូចវីដេអូរបស់ប្រសង់មួយអង្គដែលគាត់បង្ហោះថាព្រាយហ្នឹងគឺបដៅកូនមានអាភ្លើងធំមួយហើយទូចូលគ្នាភ្លុកក្នុងដើមអំពិលហ្នឹងអញ្ចឹងអូនិយាយមែនហើយគាត់ថាបងខ្ញុំស្បាត់ហ្មងសាច់រឿងខ្ញុំមិនបានកុហកឯងទេអញ្ចឹងណាដែលធម្មតាទឹកដីបុរាណអ្នកទាំងអស់គ្នាហើយទឹកដីមួយហ្នឹងគាត់បើគាត់ប្រាប់ទីតាំងមកអ្នកភូមិគាត់គឺស្គាល់ទាំងអស់ហ្មងអញ្ចឹងគាត់សុំបិទទីតាំងក៏អត់ហ៊ានឲ្យបើកទេតមកទៀតគឺហោះចូលភ្លុកក្នុងដើមអំបិលហ្នឹងហ្មងហើយគាត់ក៏ថាបងខ្ញុំទៅជាអាមនុស្សរៀងខ្លាចដែរប៉ុន្តែចង់ដឹងចង់លឺឈរមើលចឹងឈរស្រឡឹងមើលឡងរបៀបឈរស្រឡឹងមើលចឹងហើយឈរស្រឡឹងមើលម្នាក់ឯងដល់ចិត្តណាស្រែកហៅមីងហើយនឹងប្តីឲ្យមើលទៀតមីងបងហៅប្តីគេចឹងណាមើលរបៀបមើលអញ្ចឹងណាចង់ឲ្យមីងគាត់ដឹងសាច់រឿងក៏គាត់របៀបកន្លែងឃើញហើយក៏គាត់ហ្នឹងស្រែកហៅប្តីគាត់ហ្នឹងអាអូនហែងឲ្យប្រពន្ធហែងឡើងមកលើផ្ទះអត់មានឲ្យទៅក្រោមចឹងឯងវាមានទងន់ហងមានពោះមានពងហងចឹងណាគាត់តែប្តីគាត់ស្រែកហៅគាត់ឡើងមកលើផ្ទះចឹងហើយពេលគាត់ឡើងទៅដល់លើផ្ទះប្តីគាត់ទៅសួរថាអនឃើញគេមិនគាត់ក៏ប្រាប់ប្តីគាត់តាមនឹងទៅថាឃើញហើយវាភ្លើងព្រាយបងហោះចូលអាធំភ្លុកឲ្យភ្លុករបៀបហោះចូលក្នុងដើមអំពិលហ្នឹងអាមុខនេះហ្នឹងចឹងថាហើយតោះមកប្តីគាត់ថាអូសំណាងអូនឯងអត់ខ្លាចពូបងឯងខ្លាចវិញគឺជ្រាបជន់ហ្មងឲ្យរបៀបថាធ្លាក់ខ្លួនឈឺហើយអាចអ្នកខ្លះគឺដល់ថ្នាក់ឈឺដល់ស្លាប់ទៀតក៏មានដែរហើយឯងមានពោះមានពងចឹងអូនឯងចិត្តតែមើលចឹងដែររបៀបចឹងណាចឹងទៅក៏ចាប់ត្រឹមប៉ុណ្្នឹងមកទៅហើយមីងគាត់ក៏របៀបថាដឹងហើយក៏ធ្វើដូចអត់ដឹងលឺចឹងណាអត់ចង់ឲ្យនិយាយសាច់រឿងហ្នឹងតទៀតចឹងទៅប្លុកផ្ទះគាត់ភូមិគាត់ហ្នឹងគឺដាច់ភ្លើងឡើង3យប់ជាប់គ្នា3 4យប់ជាប់គ្នាហ្មងហើយទៅពេលចឹងទៅកាប៊ីនភ្លើងគឺវាខុសគ្នារបៀបថាផ្ទះមីងគាត់ហ្នឹងគឺតកាប៊ីនភ្លើងពីប្រទេសទាហានដល់ពេលអារបៀបផ្ទះគាត់ហ្នឹងគឺតកាប៊ីនភ្លើងពីខាងជាដែនថៃជាដែនសៀមចឹងទៅក៏ដាច់ភ្លើងរបៀបមិនចឹងណារបៀបចឹងហើយដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏អស់ថ្មទូរស័ព្ទគាត់ក៏រត់មកបញ្ចូលថ្មទូរស័ព្ទនៅផ្ទះមីងគាត់ដែលនៅទល់មុខផ្ទះរបស់គាត់របៀបឈៀងផ្ទះគ្នាអញ្ចឹងណាមកឆ្លងផ្លូវទូចផ្លូវលំហ្នឹងមកមើលគ្នាឃើញអញ្ចឹងណាគាត់ក៏មកអង្គុយបញ្ចូលទូរស័ព្ទដើម្បីចុចទូរស័ព្ទលេងអញ្ចឹងណាពេលដែលគាត់អង្គុយអូសទូរស័ព្ទបដាស្រឡងទៅផ្ទះខ្លួនឯងបដាព្រោះផ្ទះខាងមីងគាត់ភ្លឺមិនថាមានភ្លើងហើយផ្ទះរបស់គាត់ខ្លួនឯងហ្នឹងគឺរបៀបល្ងិតប៉ុន្តែគាត់ក៏របៀបអង្គុយអូសបដាមើលលើកទី3ឃើញសម្រាប់ទីទីគាត់ឃើញគេគាត់ឃើញប្តីគាត់ហ្នឹងកំពុងតែឈរមួយទឹកឈូចាក់ទឹកឈូមួយទឹកចឹងឲ្យប្រឡោះគេហៅថាភ្លើងចង្គៀងរបៀបភ្លើងចង្គៀងចន្លោះចឹងណាហើយគាត់មើលឃើញរបៀបផ្លុងថាជាទ្រង់ទ្រាយប្តីចឹងទៅអង្គុយឈរចាក់ទឹកមួយចឹងទៅហើយក្នុងចិត្តគាត់ហ្នឹងរបៀបចុចបដាមើលបដាឲ្យឃើញប្តីគាត់ហ្នឹងឈរចាក់ទឹកឲ្យមកខ្ញុំគាត់ចឹងវាចឹងណាហើយគាត់ក៏ឆ្ងល់ហើយរៀងខឹងចិត្តខឹងតិចដែរថាប្តីមកមួយទឹកមួយអីអត់មានហៅប្រពន្ធចឹងរបៀបចឹងស្រីហៅបងម៉ៃមួយទឹកមែនហើយម៉ៃមួយទឹកមែនមានហៅខ្ញុំចឹងរបៀបចឹងណាហើយដល់ពេលហៅចឹងទៅក៏គាត់ហ្នឹងក៏ដកទូរស័ព្ទចេញទៅរត់ដើរទៅផ្ទះខ្លួនឯងរបៀបថាដើរឆ្លងផ្ទះខ្លួនឯងណាដើរទៅគឺរបៀបភ្លើងអាចគឺយើងដែលប្តីគាត់ដុតហ្នឹងណាវាយ៉ាងអ៊ីវទៅហើយគាត់ឃើញរបៀបទម្រង់ប្តីគាត់ហ្នឹងណារបៀបលែងឈមទឹកណាឈរយ៉ាងអ្នកគាត់ចឹងខ្ញុំកាន់គាត់ដើរកាន់តែគៀកកាន់តែខ្ញុំទៅវឹកណារះដល់ខ្លួនតែជាអស់ស្នើដល់ធំគាត់ពេលគាត់ខ្លាចដែរចឹងណាគាត់ថាជប់ភ្នែកជួយប្រេងក្រក់មែនប៉ុន្តែទម្រង់គឺប្តីគាត់ហើយប៉ុន្តែវាក្រក់មែនវាគួរខ្លាចមែនចឹងណាគាត់ក៏កលេចភ្នែកចុះទៅដីតិចងើបឡើងមកវិញបាត់ប្តីគាត់ឆឹងពីក្នុងកន្ទប់ទឹកព្រោះពេលមួយទឹកហ្នឹងគឺរបៀបបាត់ទឹកចឹងណារបៀបបន្ទប់ទឹកនៅខាងក្រៅផ្ទះចឹងរបៀបគេគាត់ចំហទ្វារចឹងណាអាតណៃបែបចឹងគាត់ហ្នឹងក៏ដើរទៅអើតមើលនៅក្នុងកន្ទប់ទឹកហ្នឹងអត់មានឃើញប្តីគាត់ទេក៏ចាប់ដើមមានអារម្មណ៍ថាស្រួលទេណាព្រោះមុនហ្នឹងគាត់ឃើញអារបៀបកាន់តែយូរទៅកាន់តែខ្ញុំញ៉ែតើរមាត់ណារយៈដល់កុំទៅជាឲ្យផ្ទៃដងលឿនធំចឹងទៅគាត់ហ្នឹងក៏រត់ប្រូចឡើងទៅលើផ្ទះ
គាត់អត់ដោះចិត្តទេឡើងទៅដល់លើផ្ទះឃើញប្តីគាត់ពងដេកនៅលើបន្ទប់ហើយគាត់ហ្នឹងគាត់ទៅដាក់ប្តីគាត់សួរឲ្យអស់ចិត្តទៀតថាបងមិនមកឯងមួយទឹកមែនហើយដល់ពេលxongទៅដាក់ប្តីគាត់ចឹងណាពេលប្តីគាត់ងើបមកមីមើលស្អីគេអូនស្អីគេបងមកឯងមួយទឹកទៅក្រមែនមកចុះមួយទឹកមែនខ្ញុំក្តៅស្អកដែរមកមានហាខ្ញុំមួយទឹកចឹងពេលគាត់ថាដងស្អីគេទៅបងដេកមួយថ្ងៃមកមានដងរឿងអីមានដងអីមានអីចឹងណាអូហើយដល់ពេលចឹងហើយគាត់ក៏តាំងពីនឹងមកបិទមាត់បិទកដល់ទាំងអស់គ្នាគាត់ឡើងហ៊ានមកឡើងសូវហ៊ានចេញពីផ្ទះពេលយប់ឡើងគាត់ថាសាច់រឿងនៅក្នុងភូមិគាត់នោះគួរឲ្យខ្លាចរឿងនោះទៀតបងអានេះគាត់នឹងសាច់រឿងសាបពីរឿងខ្ញុំឲ្យបងឯងទេគាត់ថាបើឡងចាស់វិញជាពិសេសគឺយំហ្មងរបៀបយំធ្ងន់របៀបយំធ្ងន់ពីកពតព្រៃមួយដែលគាត់ថតឲ្យខ្ញុំមើលហ្មងគាត់ថាកពតព្រៃនោះពីមុនមកនោះគឺសេរីអាដូចនិយាយប្រាប់តាំងពីភាគមួយទាំងអស់គ្នារបៀបថាជាកន្លែងដែលពលពតវាយដូនតាយើងស្លាប់ណារបៀបថាធ្វើខុសអង្គការរបៀបលួចរបស់អង្គការសមមិត្តវាយចោលភីងរបៀបអាកអីចឹងណាដំត្បូងជាប់អីចឹងណាហើយរយសងរយយប់ហ្មងគឺជាពិសេសគឺលងប្រឡាចាស់បងចាស់គឺដឹងគ្រូគ្រប់គ្នាហ្មងលូតែសំឡេងយំពីកពតព្រៃហ្នឹងមកហ្មងហើយអញ្ចឹងទៅក៏តាំងពីនឹងមកសាច់រឿងមួយនេះគឺចាប់ត្រឹមប៉ុណ្្នឹងគាត់ថានៅមានរឿងជាច្រើនទេដែលគាត់ចង់ចែកម្លែកអញ្ចឹងណាគាត់សុំឲ្យតែពីសាច់រឿងសាបអញ្ចឹងទេអញ្ចឹងពីខាងប្អូនស្រីដែលចែកម្លែកពីខាងបាត់ដំបងគឺចាប់ត្រឹមវគ្គនេះសិនទេអ្នកទាំងអស់គ្នាមិនដែរអូខេអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាចង់បានជាមួយនឹងថ្មិញស្អាត clean ដូចជាយើងខ្ញុំចង់បានថ្មិញសបំបត្តិនៅក្លិនមាត់និយាយម្នាក់ឯងនិយាយច្រើនមិនក្រៅក៏អត់ស្អុយមាត់ខ្លួនឯងចាអាចប្រើជាមួយនឹងថ្នាំដុសថ្មិញសួងសុធាវីនេះបានផលិតផលកូនខ្មែរអាចប្រើបានអូខេបាយបាយ love you អូនហើយហែងមិនហ៊ានជិះផ្លូវហ្នឹងពេលយប់ចឹងផ្លូវហ្នឹងមានតែគេហ៊ានជិះទេមីព្រាហ្នឹងគេហៅថាមីព្រាសក់ដាច់មួយទឹកឲ្យហើយរៀបចំខ្លួនឲ្យហើយតែម្ដងហើយដាក់ជាមួយនឹងទូរស័ព្ទអេក្រង់នៅមុខហ្នឹងណាហើយកាន់បាយមួយចានមកអង្គុយញ៉ាំបាយហ្នឹងជាមួយគ្នាអ្នកទាំងអស់គ្នាអញនិយាយមែនសាច់រឿងមួយនេះហ៎ជាតិទៀតហ្មងនិយាយមែនហ៊ាននិយាយថាជាតិសាហាវហ្មងអ្នកទាំងអស់គ្នាចាំបានជាមួយនឹងសាច់រឿងឆ្អឹងព្រាយនៅក្នុងផ្ទះផ្ទះល្វែងអត់មកអំយងចែករំលែកដល់ប្អូនស្រីអាជូយ៉ាឈ្មោះជូតែប៉ាត់សាច់រឿងមុនហ្នឹងគឺខ្ញុំមិនធ្វើណាបាត់ឈ្មោះប្អូនស្រីទេឥឡូវហ្នឹងគឺខ្ញុំដាក់ឈ្មោះប្អូនស្រីបណ្ដោយទៅតែអញនិយាយសុំតាមត្រង់ហ្មងណាអ្នកទាំងអស់គ្នាកុំប្រឡាយខ្ញុំមករឿងកញ្ចក់ទូកញ្ចក់ហ្នឹងណាកុំប្រឡាយខ្ញុំខ្លាំងពេកអញនិយាយមែនស្បត់ហ្មងទៅបានឯកៅកូនខ្ញុំពណ៌សសនឹងកៅសកៅកូនខ្ញុំទេអញ្ចឹងសុំអ្នកទាំងអស់គ្នាកុំប្រឡាយខ្ញុំឥឡូវចូលដល់សាច់រឿងយើងវិញសាច់រឿងនេះទំកើតឡើងហើយក្តៅឡើងជាតិហ្មងឡើងឈ្ងុយដូចដងដុតចឹងដោយសាររឿងមួយនេះអាចជួបទៅតែចាញ់ម្លេចមកខ្ញុំប្រហែលជា3ថ្ងៃមុននេះទេហ្នឹងហើយគឺកើតឡើងនៅខាងក្រុងមិននិយាយក្រុងនិយាយថាបែកខាងខាងអរិយខ្សាត់ណាហ្នឹងហើយដែលនៅខាងចុចវត្តមួយកន្លែងនៅខាងចុចជីខ្ញុំសូមបិទឈ្មោះវត្តហើយខ្ញុំក៏អត់ចង់និយាយឲ្យចំជាមួយនឹងសេរីពពុះទីតាំងឲ្យច្បាស់លាក់ដែរតែដឹងនៅខាងបែកខាងអរិយខ្សាត់ចឹងបានទេណនឹងឲ្យប្រាប់ពីវេលាម៉ោងឡើងច្បាស់លាស់ទីប្រាប់ឯងវេលាម៉ោង 11:58 នាទីប៉ុន្តែកុំតាន់អាចគិតជាមួយនឹងអាម៉ោង 11:58 នាទីហ្នឹងបកមកជាមួយនឹងដើមសាច់រឿងវិញដែលបងស្រីអាជីហ្នឹងគឺគាត់មានបងប្រុសម្នាក់ហ្នឹងដែលខ្ញុំធ្លាប់និយាយតាំងពីសាច់រឿងមុនថានៅក្នុងនេះហ្នឹងរបៀបគាត់មានបងប្រុសមានបងថ្លៃមានអីចឹងណាអញ្ចឹងបងប្រុសគាត់បានបួសអ្នកនរគ្នាបងប្រុសគាត់បួសនៅវត្តមួយកន្លែងហ្នឹងហើយម្ដាយរបស់គាត់ហ្នឹងរបៀបថាគាត់នៅក្នុងវត្តហ្នឹងដែររបៀបថាទៅនៅរបៀបថាអាចនឹងប្រហែលជាគាត់ជាម្ដាយចឹងនៅដាំបាយដាំអីឲ្យលោកបងជាប់ចឹងណាចឹងទៅខ្ញុំសូមកាត់ត្រង់កន្លែងហ្នឹងមកចូលដល់សាច់រឿងបងស្រីវិញដែលបងស្រីហ្នឹងគឺគាត់អាសាទៅចិញ្ចោលេងវត្តហ្នឹងចឹងទៅពេលគាត់ចេញពីធ្វើការចឹងទៅលេងម្ដាយផងទៅលេងលោកបងគាត់ផងហើយវត្តហ្នឹងគឺគេមានឈ្មោះច្បាស់លាស់ប៉ុន្តែខ្ញុំសូមអត់បញ្ចេញឈ្មោះទេដែលវត្តមួយកន្លែងហ្នឹងគឺខ្ញុំអាចនិយាយបានធំថាល្បីខាងដំអំពើល្បីខាងលោកបងដែលនៅក្នុងវត្តហ្នឹងគឺគាត់មានខាងដំអំពើហើយនឹងរបៀបថាធ្វើខាងស្នេហ៍រស៊ីស្នេហ៍មុខស្នេហ៍អីចឹងណាហើយអ្នកនរគ្នាកុំឆាតមកសួរខ្ញុំសូមអត់ប្រាប់វាចឹង privacy ចឹងទៅប៉ុន្តែចូលដល់សាច់រឿងយើងទៀតដែលពេលហ្នឹងគឺថ្ងៃកាត់ហេតុថ្ងៃទី29យើងហ្នឹងណាគឺបងអូនស្រីបានទៅលេងម្ដាយគាត់ថាទៅលេងតាំងពីភ្លឺបងខ្ញុំមិនមែនទៅលេងពេលកណ្ដាលយប់ហ្នឹងទេប៉ុន្តែម៉ោងប្រហែលជា10យប់ហើយម៉ាក់របស់គាត់ហ្នឹងរបៀបថាគាត់ឈូកក្បាលខ្លាំងរបៀបថាគាត់អត់ស្រួលខ្លួនណាហើយអញ្ចឹងទៅបងអូនស្រីគឺចេញមកទិញថ្នាំឲ្យម្ដាយគាត់ហើយពីវត្តហ្នឹងទៅខាងអរិយខ្សាត់ដែលជាទីតាំងមកកន្លែងទៀតដែលម៉ាក់គាត់របៀបគេហៅថាម៉ាក់គាត់ផ្សំថ្នាំមកនៅកន្លែងហ្នឹងទេញ៉ាំមិនត្រូវតែអញ្ចឹងញ៉ាំអត់ត្រូវទេអញ្ចឹងគាត់ត្រូវចេញពីវត្តហ្នឹងទាំងកណ្ដាលយប់ហ្នឹងហើយទៅទិញថ្នាំឲ្យម៉ាក់គាត់ហ្នឹងនៅដល់អរិយខ្សាត់ហ្នឹងដល់ពេលដែលគាត់ទៅដល់ចេញពីវត្តមកអ្នកទាំងអស់គ្នារបៀបថាផ្លូវចូលវត្តហ្នឹងខ្ញុំមកប្រាប់ពីសំខាន់ដល់អ្នកទាំងអស់គ្នាស្ដាប់យល់តិចផ្លូវចុះពីអាផ្លូវដែលយើងផ្លូវរៀងធំលំហ្នឹងចុះចូលក្នុងវត្តហ្នឹងគឺរបៀបថាស្បូរដល់ព្រៃហ្មងរបៀបថាព្រៃឡើងស្ដុកហ្មងអញ្ចឹងណាម្ដងចូលដល់វត្តហ្នឹងប្រហែលជា300ម៉ែត្រពីនេះផ្លូវចូលវត្តអញ្ចឹងហាក់មានតែភូមិសុទ្ធតែព្រៃបើជីពេលថ្ងៃអត់សូវអីណារបៀបអារម្មណ៍ fresh ហ្នឹងទៅតែដល់ពេលយប់គឺស្ងាត់ហ្មងហើយសាក់សម័យក្មេងស្រីដែលជិះម៉ូតូតែឯងទៀត
គ្នាដល់ហេតុថាត្រូវតែទិញថ្នាំនឹងអត់ម្ដាយអញ្ចឹងទៅអត់ថ្នាំនឹងម៉ាក់លេបអត់ធួលវាថ្នាំធម្មតាប៉ារ៉ាអីក៏ជាអញ្ចឹងណាចាញ់មកចុងមួលម៉ូតូគាត់ថាខ្ញុំជិះបងគឺខ្ញុំមួលយកមកលឿនហ្មងព្រោះមានអារម្មណ៍ថាហ៊ីវស៊ីវឆ្អឹងខ្នងដល់ពេលដែលគាត់ជិះចាញ់ពីវត្តហ្នឹងផុតពីផ្លូវវត្តមកហ្នឹងឡើងដល់ផ្លូវនេះប៉ុន្តែគ្រាន់តែវាស្ងាត់របៀបថាវាស្ងាត់អញ្ចឹងណាទៅមិនចាញ់ពីវត្តពាក់កណ្ដាលផ្លូវទេហើយឡើងមកដល់កន្លែងផ្លូវហ្នឹងគឺស្ងាត់តែគឺគាត់បានឃើញជាមួយនឹងអ្វីដែលគាត់ចាប់ផ្ដើមខ្លាចហ្នឹងហើយអ្នកគ្នាទេមិនតែគាត់ឃើញគេពេលនោះគឺថាគាត់ឃើញជាមួយនឹងស្រមោលឡងស្ទង់សាច់រឿងអូនណាជួឯងចែកសាច់រឿងមួយអញអត់និយាយមែនហ្មងអញស្ដាប់ហើយគឺថាមានពេលវេលាមកញាក់សាច់ដែលខ្ញុំនិយាយហើយគឺខ្ញុំជឿជាក់ថាសាច់រឿងមួយនេះគឺមានបានប្រឌិតទេអ្នកនរគ្នាពេលបងប្អូនស្រីថាបងខ្ញុំជិះហើយផ្លូវនោះវាអាលាក់ខំមូលមកកាប់ព្រោះវាស្រាវខ្លាចផងដល់ពេលដែលជិះទៅគឺជួបជាមួយនឹងអារូបភាពដែលឃើញសមោស្ទង់អត់មានក្បាលហើយបងខ្ញុំឃើញតែមកណាត់ភួនជើងឡើងលើរបៀបថាឈរផុតពីដីរបៀបស្ទង់ផុតពីដីហើយអត់មានឃើញក្បាលទេអារម្មណ៍មួយអញបកក្រោយលើអញបកទៅវត្តវិញលើរបៀបថាបកក្រោយវិញលើណាហើយអារម្មណ៍មួយទៅគាត់ថាបើបកក្រោយទៅម្ដាយនឹងអត់មានថ្នាំនឹងហូបអញ្ចឹងគាត់មិនឈឺអញ្ចឹងទៅគាត់ថាអញធ្វើអត់ឃើញបដៅទៅមូលមកភូគេទៅសងណាហើយក៏របៀបថាប្រឡប់ខ្លួនឯងណាក៏ជិះបានទៅដល់ទីតាំងកន្លែងទិញថ្នាំនឹងមកខ្ទង់ប្រហែលជាមកដល់បងស្រីកញ្ចៃចឹងពេលគាត់ទិញថ្នាំហើយមកវិញគឺលែងហ៊ានជិះតាមផ្លូវចាស់នឹងទៀតហើយអ្នកនរគ្នាអូយអញនិយាយសាច់រឿងហ្នឹងពូសបល់ពូតាំងពីជួងឡើងឈូអើយអត់តាន់ដល់កន្លែងអស់ហើយណានៅកន្លែងចិត្តចំណងទៀតនៅពេលដែលបងស្រីគាត់ទិញថ្នាំហើយហ្នឹងណាមកប្រហែលជាទៅ10ជាងហើយអញ្ចឹងគាត់ត្រូវបកមកវត្តវិញណាហើយគាត់លែងហ៊ានជិះតាមផ្លូវចាស់ហ្នឹងហើយផ្លូវហ្នឹងហើយលងអញអត់ក្បាលមែនអញដូរផ្លូវជិះរបៀបចឹងណាដល់ពេលគ្នាជិះទៅតាមផ្លូវហ្នឹងគាត់ថាជិះតាមផ្លូវកាត់ហ្នឹងហើយផ្លូវកាត់ហ្នឹងរបៀបថាចូលប្រហែលជាចូលតាមក្រោយវត្តអ្នកនរគ្នារបៀបអញ្ចឹងប៉ុន្តែផ្លូវកាត់ហ្នឹងគឺមានតែអ្នកភូមិមានអីគួរសមណាស់របៀបថាតែទូទូកតុបផ្លូវចូលវត្តចឹងខ្ញុំគិតថាបើសិនជាខ្ញុំនិយាយទៅអ្នកដែលគាត់ស្គាល់វត្តហ្នឹងគ្រាន់តែនិយាយទៅគឺស្គាល់ហ្មងនិយាយទៅគឺស្គាល់ហ្មងរបៀបអញ្ចឹងតែអ្នកស្គាល់និយាយទៅគឺស្គាល់ហ្នឹងមែនទេអត់តអស់ហេពេលដែលបងស្រីគាត់ជិះតាមផ្លូវកាត់វិញម្ដងគាត់បានថាគាត់ដូរផ្លូវជិះព្រោះជិះផ្លូវហ្នឹងទៀតអាចនឹងជួបជាមួយនឹងអាក្បាលហ្នឹងទៀតអញ្ចឹងគាត់ដូរផ្លូវជិះគាត់ទៅជិះជាមួយនឹងអាផ្លូវក្រោយហ្នឹងពេលដែលគាត់ជិះទៅរបៀបថាមានតែអ្នកភូមិហងអីផងប៉ុន្តែផ្លូវហ្នឹងគាត់នៅតែស្ងាត់ដែរបងថាផ្លូវចូលវត្តគឺផ្លូវព្រៃហ្មងរបៀបស្ងាត់ហ្មងហើយពេលដែលខ្ញុំជិះហ្នឹងគឺរបៀបថតចាប់ដើមស្រាវឆ្អឹងខ្នងឡើងខ្ញាហ្មងរបៀបថាគួរឲ្យខ្លាចហ្មងហើយពេលដែលខ្ញុំជិះមកបកមកជិះដល់វត្តវិញហ្នឹងគឺមកខ្ទង់ប្រហែលជាមកដល់50នាទីគឺខ្ញុំមើលម៉ោងនៅនាฬิកាខ្ញុំជាប់ហ្មងរបៀបចឹងខ្ញុំមួលម៉ូតូរហូតមកដល់កន្លែងទីតាំងផុតរបៀបថាផុតផ្ទះអ្នកភូមិហ្នឹងជិះដល់ផ្លូវចូលវត្តតែប៉ុន្តែអត់ដល់វត្តទេគឺមានគុំអាស័យមួយអញគឺស្គាល់គុំអាស័យមកគុំធំហ្មងមកគុំធំហ្នឹងហ្មងហើយអ្នកទាំងអស់គ្នាដឹងថាបងអូនស្រីគាត់ថាបងមួយហ្នឹងថាខ្ញុំឃើញអីយត់ឃើញសាហាវចឹងអាមុនហ្នឹងទៀតខ្ញុំឃើញមីព្រាយហ្មងគឺអញអើយគឺស្គាល់អូឯងនិយាយមិនស្បាត់មកភ្លើងនេះឃើញហ្នឹងមកប្រចាំភ្លើងមកឃើញនេះតែឯងអត់អូនហ្នឹងមើលមិនសូវឃើញព្រមស្បាល់ទៀតណាបងស្រីវិញចាយប៉ុន្តែមីអ្នកនេះសម្រាយនេះវាមើលខុសនឹងភ្នែកហ្មងអញដាក់រូបភាពឲ្យមើលកុំឲ្យថាញ់ប្រឡាយរបៀបចាំហ្មងអ្នកនរគ្នាអារបៀបថាក្បងខ្ញុំឃើញតែមកកណាត់ពោះវាឡើងមកលើឯងសក់ក្បាលវាធំមកឡងសពងធំប៉ុណ្ណាណុយហ្មងសក់ធំមែនតើណាបងហើយភ្នែកវាឡើងលឿនមកអារបៀបលឿនហើយឡងហមកហ្មងហើយងាត់វាស្លាយផ្ទះដល់ណានៅហើយអាខោនេះនឹងធ្លាក់ដល់ធុងហ្នឹងហ្មងណែអាអ្នករៀបរាប់អញហ្នឹងមើលឯងមើលព្រឺស្វល់ឯងដូចឃើញអត់ទេវិញជួយដៃហ្នឹងមានហូងឃើញព្រឺស្វល់ចឹងនិយាយហ្នឹងព្រឺខ្លាចនៅក្នុងកតុំនេះឯងហ្មងចាំទិញឲ្យគ្នាអូខេតោះសាច់រឿងយើងទៀតរបៀបថាឡងធ្លាក់យ៉ាក់មកដល់ទ្រូងហ្នឹងហ្មងហើយដៃវាអ្នកនរគ្នាឃើញតែមកកណ្ដាលខ្លួនហ្នឹងហើយច្អល់ចឹងធ្លាក់ធំហ្នឹងហើយដៃវាធ្លាក់ឡើងខ្ពីកមកដីហ្មងហើយហើយហ្នឹងបងស្រីហ្នឹងគាត់ធ្វើមកគាត់ស្រែកហ្មងស្រែកដូចមនុស្សឈួតចឹងគាត់ស្រែកចាស់ហើយស្រែកឡើងមកមួយទាំងយំទៀតអាជួវាយំហងអីផងចឹងហើយបកម៉ូតូមកក្រោយវិញហើយស្រែកជីមករកតែអ្នកភូមិចឹងវងម៉ូតូបកក្រោយមកវិញហើយស្រែកយំហ្មងជួយផងចឹងហ្មងហើយអ្នកទាំងអស់គ្នាដឹងថាមិនយ៉ាត់មានព្រាយចឹងមិនយ៉ាវាសើចហើយស្រែកឡើងពងអាំពងព្រៃអាស័យហ្នឹងហ្មងយ៉ាងទូសវល់ហើយណហើយដឹងមកយីពេលគាត់ជីទៅដល់ផ្ទះអ្នកភូមិមកស្រែកគេជួយឡើងជាអ្នកភូមិចេញមកជួយចឹងណាហើយគាត់ថាអូយជួយខ្ញុំផងចឹងហ្មងទៅពេលចឹងទៅគាត់ក៏តែទៅរកម្ដាយគាត់ហ្នឹងឲ្យហៅលោកតានៅវត្តហ្នឹងមកជួយយកគាត់ទៅផងគាត់ជីទៅអត់រួចទេរបៀបគ្នាឡើងបាត់បង់ស្មារតីផ្លាច់ឡើងស្លន់ហ្មងរបៀបចឹងហើយបាទអ្នកភូមិអីបាទហ្នឹងគាត់ជួយចឹងទៅហើយសំលេងរបៀបសំលេងព្រួយហ្នឹងគឺស្រួយឡើងពងនៅក្នុងត្រចៀកគាត់ហ្មងស្អីរបៀបចឹងហ្មងហើយសាហាវណាមិនធម្មតាហ
hai pe đại lục ta cho mồi nông bộ mà đai quạt nông á pe lục ta nó không quạt chẳng á mà nè thì quạt mà chui vô bọn sấy cho ngọ có nạp hôm mình nông kinh dậy mong kinh dậy tha ngọไปมีอ้อนให้หายไม่เห็นจีเพลนงไปยกจังเพลนงอ่ะไม่น่าแกเห็นจีเต้มีเพลียนงอ่ะแกให้ทำมีเพลียสับดันระเบียบทากูวิการคลั่งมองการคลั่งเหมือนแต่ให้หลังเนี่ยพุ่งกิสกอร์กิดองจังอ่ะไม่อยากกินชิปเปอร์นั่งให้จุกล่างจุกหลบไอ้นั่งแต่ทั้งไงเราเห็นโลใหม่ตั้งกระดาษให้ตำรวจแต่ยกเตี้ยให้แต่ชีมองไปกระดาษเนี่ยไอ้คนในคนระเบียบจังมองอ่ะให้ไปตรงมาได้คนนั่งก็โยกวัดนั่งไงตราวัดไปยังเตอร์ก็ปังโลกัดก็วัดผมแมวจังเตอร์ถูกสายไปกดจองแต่กดเด้งวัดมือมาได้ก็ต้องมาจุกจังเตอร์สายล้างมันลุกบองได้จีเนี้ยดอกเปอร์ดอกระเบียบทาลุกบองแต่ก็แจ็คเมอร์แจ็คไอ้จังนั่นนะกดกับบานยอมตัวบอกผมไม่ปีกอะไรเด็กคนใส่มันเคยนั่งกระไรใจเคยสมัยวัดขมาวนั่งช่วยนั่งนั่งมาใส่มาปุ่มนั่งที่แบบพีสักดังนั่งจังมันส่งดูสปุ่มทุ่มพนักจังอ่ะโวยนักเคยจังอ่ะลูกไปละงอไปเอาตัวยมตัดแซ่ยมมาดังแถจูเวียmiền này bên này sai càng mấy chúng mình nó cuộc bria nó kia hãy cắt mớ tôi khơi bria tôi chui càng được về nhá tôi chui chỉ muốn trong bria là tôm nó nồng trang nó lên càng được về nó hay thì tôi lẹ qua cây màu trong lại nên làm slot làm sai mà chuột chỉ một quay nồng bria nó bria sạc đai như tiệt anh ơi là kia thì mình phải sạch hướng mũi cứ bọn sẽ có chanh lẹt màu á nhom dậy men mò quạt dậy màu làm thua ở nhom nó khơi hủ phiết nó mò ngày dậy men mà được tích này để quạt chanh lẹt mà là bị thắt ở chỉ làm mà được ở chọn này để quạt chanhเลยใส่ถือมันยมมวยเดี๋ยวยมแม่รำท่ายมจ่อยใจมากคือจังชุบบ้าลงแล้วไปท่าอันจ่อยหืงปัดอ้อยหายดักหืงขมเอาที่หืงปัดเตียดอัดมีนมาประดับอ้อยหายเงี้ยแต่ใส่ถือองค์สอยมวยจ่อยแม่มองภาษาแม่นะจูอันนี้ใส่ชุบขมเอาแม่นะโกนังชุบแม่มวยแม่ขมเอาทอมาได้สตับเปรี้ยใหญ่ลูกในปีสัปดาห์สุดท้ายนะโอเคแต่อันนี้ใส่หืงมันคือจับไปจังนำบางหลุดđầu tiên cho nênจังบอกเลยเขาทำงานชั่วโมงนึงสไปค์หมกได้ก็โลก็ลาสกินจังให้เมคอัพแบบแหลกนะเนเชอรัลชุดๆยมจังไงไอ้เต้นชั่วโมงนึงชุด VIP ยมบ้านชั่วโมงนึงมาซาคูชั่นเกรย์เนี่ยมาซาคูชั่นเกรย์นั่งอย่าชุด VIP บ้านชั่วโมงนึงเสียสาวบันไดเสียสาวนั่นคือยมมีช็อตโหมดเอาดักตะแตมนั่งเนี่ยออกเนี่ยเดี๋ยวถ้าหมักหมกหมักมาตั้งแต่มองอ่ะมีตั้งปีกับมวนสาวเสียสาวยมเอามวยเดี๋ยวถ้าชั่วโมงนึงการผัดหมกการสั่นเจ้าไอ้น้องกูหมักแอมมองแต่ไหลตามมาโดนแบบไพ่ตลาดเต้นั่งไงถ้าแบบก็จังบ้านชั่วโมงนึงซันสกรีมคือซันสกรีมบอกอะไรได้อ่ะแต่ไหลเวลาโหดđó mà rồi sai sập đồ lẻ cứ chuyện đánh thay thì căn cho chuyện đánh tiền này cho một bạn này cho chặt tính một đá này học á cứ bật xả xong bật xả bật tích tắng bật tầm khai tiền ở trong nó mình stop hay cứ cột khai là sách hướng muốn đi cứ cả là có tha pe nó cứ thằng này tung ti đặt môi khơi ấy anh đẹp thật là môi có không ngó lạnh xả nó còn biết đấy mày nàyถ้าเป็นนั่งอะระเบียบแจกสลากวัดนั่นคือระเบียบอาเกียเป็นปีจวนอ่ะนี่ให้กวัดนั่งเห็นเลยอาเกียจวนเลยระเบียบพอจวนเลยจังอะให้ในประตูนั่งเป็นนั่นคือแกให้ถ้าโจกองตัวโป่งบอกกวัดนั่งตายมาดองนั่งเป็นแต่โจกองตัวโป่งจังอะแกเป็นเห็นกู้เห็นไอ้ได้ปันใต้กวัดเห็นเวนไงจังเป็นแต่แกเธอเห็นกู้จังคือแกเธอเตอบ้านมุนเมาเตียดขู่ตรงเห็นนั่งแม่นั่งจังนะยังไงการให้มวยนั่งระเบียบแจกแล้วนี่nhưng màแบบปีพันผิดลงติระเบียบสลาแกอันระเบียบท่าแกมีอากีบอกถนัดมวยอากีแต่เด็กเนี่ยจังนะให้อากีเด็กก็ตีตังเด็กอากีก็เถียนนั่งไงระเบียบท่าเชียอากีจ้ะให้ตัวมันคอยอากีนั่นคือระเบียบปังอุ้ยแต่กว่าแต่ปังอุ้ยจังหลังได้แต่ยังเมื่อตะข้างแขวนั่นก็คือมีปะปุ๊ดาวมาดาวแกจะดาวจันกรีหรือดาวต้องทุ่มก็ท่ามองงุยเอาใบจุ่มใบนี้เอาจุ่มมองดาวต้องทุ่มเหมือนเต้นข้างคอยสลาหนึ่งปันใต้หรือจอดระบองสลาจะปันใต้ต้องระบองสลาได้จังนะให้ถ้าอดมีนักกับมียังกูคือมีตอนเนี้ยไซน์เปย์ไซน์ไอ้หนึ่งของดาวนั่งมีอาสาคุยเปย์ให้คุยไอ้หรือปุ๊นักตีมเปิลตำรางมาหนูชิไลนั่งดาวแต่ชวนเปย์นั่งจังต้องตาห้าวก็เรียนต้องตาชูต้องตามเถอะแต่มาไซน์ของดาวนั่งเป็นยังจังเตยอันไหนคือจังให้ขนาดเด็กก็ตำตะโดมานั่นคือจำขนาดเด็กก็วัดนั่งก็สลังตั้งคือจำดาวนั่งงองอะไรยังกัดสันเอาตอนใจปีดาวปุยนั่งเตยย่อมใจปีอากีเด็กก็เรียนนั่งสันนั่งออกเนี่ยหรือแบบใจก็ทายนั่งไงนั่งก็บองย่อมเตอสลาเรือนแต่ซาไอ้เถาเห็นกู้ไปเห็นกู้ให้หรือด้วยปีมังดับปีละมังมวยจังกี่โจเห็นยอจังนะกู้เตอสลาตั้งปีมังมาตันดับจังไม่ทายกี่จังปุกเวนกี่จังเวนถังมัสงัดอะไรจังเวนเด็กก็เตอดอลต้องคือสลาสักเฉียไปให้ก็เตยนั่งหรือแบบถ้าก็ต้องกุยเล่นข้างของไหลบังกุยเล่นนั่งสันจังนะก็อะไรเตอต้องขนาดก็ว่าอะไรแบบอะไรกุยในข้างของมาตอนเห็นโจนขณะเองกุยเล่นของนั่งสันก็อะไรเตอเคยเนี่ยครูแมวไอ้เลยไปขึ้นครูก็โจมาสลายโจนขณะไอ้จังก็กระทั่งเนี่ยครูแมวไอ้จังยังก็เตอล้างเตอเปล่าเตอปูดซาแต่ตอนมีนักแพทย์น้ำแล้วก็บ้านเตอกุยเป็นเคลียร์มือครูจังเตอนะเลยขึ้นครูดาวมาเลยเวรังดาสลายดากังจับมือไปโจนขณะนั่งจังอ๋อวูดมาจังก็อะไรเตอเคยหนักครูดาวโจนขณะกว่านั่งก็เกิดเคยนักกุยคอมันเนี่ยไอ้แต่ได้ล้างเตอเลยมือครูดาวเตออาชีพสายนักออกเนี่ยยมชื่อแมนแบบหมอชื่ออัดสว่างสัง
ដល់ពេលអញ្ចឹងទៅគាត់ហ្នឹងក៏ឡើងទៅឡើងតាមចដៅហ្នឹងទៅណាដល់ពេលគាត់ឡើងតាមចដៅហ្នឹងគាត់មានអារម្មណ៍ថាមានខ្យល់អីហើយវាខ្យល់ហ្វូគាត់លឿនជាងគាត់ហ្នឹងទៀតវាពេលគាត់ឡើងចដៅពេលគៀនឡើងទៅតាមគៀនអញ្ចឹងណាគាត់ចាប់អារម្មណ៍ទៀតគាត់ដើរទៅដល់ថ្នាក់គាត់ព្រោះថ្នាក់គាត់នៅយ៉ាងចុងគាត់ដើរទៅដល់ថ្នាក់គាត់រុញទ្វារក្រាចូលទៅអញ្ចឹងណាទាំងអស់គ្នានឹងគាត់ឃើញអីអត់មានឃើញអីស្ងាត់ជ្រាបស្ងាត់ឆឹងហ្មងក្នុងថ្នាក់ហ្នឹងគឺមានសភាពស្ងាត់អត់មានអ្វីទាំងអស់ចាំមុនគាត់ឃើញអីគេរត់ចុះមកវិញមកប្រត់ចុះមកវិញហ្មងនិយាយទៅបន្ទាប់ពីហ្នឹងម្លងបានមួយថ្ងៃប្រហែលជាកន្លះខែជាងអីចឹងណាគាត់ថាអត់ចាំទេបងប៉ុន្តែម្លងតែមួយថ្ងៃហ្នឹងទេហើយគាត់ក៏ដែរហ៊ានប្រាប់ថាគេហ៊ានប្រាប់ពូម៉ាក់ហ៊ានប្រាប់អីដែររបៀបអង្គុយរៀនចឹងណាអ្នកទាំងអស់គ្នារបៀបមានគេចូលសិស្សនៅក្នុងថ្នាក់ហ្នឹងអង្គុយរៀនហ្នឹងផ្អើលឡើងមកគេគាត់ហ្នឹងហ្មងហើយរបៀបថាអ្នកគ្រូអីចឹងគេនាំគ្នារបៀបគាត់អត់ធុកអត់អីតាំងពីគេហៅថាកន្លែងបញ្ចារបស់សាលាដូចជាគេហៅម្ចាស់អ្នកថែរក្សាទឹកដីរបស់សាលាអញ្ចឹងណាតាំងពីយុវសាលាក៏មកជួយដែររបៀបអញ្ចឹងហើយពេលចូលនឹងក៏កាចណាខ្ញុំមកចង់ធ្វើសម្រាប់តាមឯងព្រោះវាពូសបល់អង្គុយនិយាយអ្នកឯងខ្លាចមិនទេមែនទេរបៀបអញ្ចឹងគាត់ថាបងពេលហ្នឹងស្ដាយនៅមុខខ្ញុំហ្មងពេលកូនសិស្សហ្នឹងរបៀបថាគ្រូពងតែបញ្យល់ក្រាខៀនអីចឹងកាត់អសអញ្ចឹងវាផ្កាប់មុខក្បាលវាហ្នឹងអង្គុយបោកក្បាលពុកនឹងតន់ទៅពុះហ្មងគេនាំគ្នាក៏លេចមើលទៅវាងើបមកអង្គុយចឹងហើយវាស្អីអុយអញខ្លាចហ៎ឧស្សាហ៍អញចង់ស៊ីអញរបៀបអញ្ចឹងហ្មងហើយដល់ពេលគេនាំគ្នាគេគាត់ថាការដាក់ចេញមកគឺមិនមែនរបៀបចូលមកសង្គមឯណាគឺចូលមកកាចហ្មងអ្នកនរគ្នាហើយដល់ពេលអញ្ចឹងទៅរបៀបថាអញយកឲ្យសោះមកថ្នាក់ចាប់អត់ជាប់ពេលហូឡើងរបៀបគាត់ទៅក៏វាទៅឡើងមួយឡើងចង់បាក់ចកេះឡើងលើអត់នឹងទៀតអញថ្ងៃពេលក្នុងថ្នាក់ហ្មងតែសាច់រឿងមួយហ្នឹងគឺចង់ថាខ្ញុំបញ្ជាក់ខ្ញុំអត់អាចនិយាយសំបីតាខេតសំបីតាអីហ្មងគឺអត់បញ្ចេញទេអ្នកនរគ្នាបន្តមកទៀតបន្ទាប់មកក៏អ្នកគ្រូមានចការអត់ធុមានអីចឹងទៅគាត់និយាយរបៀបថាលួងណាពេលរបស់ចង់ចូលអត់អាចនិយាយការទេអ្នកគ្រូគឺគាត់និយាយលងទុនលងលួងលងទុនឆ្អឹងហ្មងអ្នកគ្រូគឺរឹងមាំអ្នកនរគ្នាអ្នកគ្រូចាស់ហ្នឹងមិនអ្នកគ្រូក្មេងទេណាគាត់បែបអ្នកគ្រូចំណាស់ចឹងគាត់អាចនឹងដឹងហើយដល់ពេលគាត់អត់ធុអីចឹងហើយគាត់ក៏និយាយលួងថាឥឡូវត្រូវការអីចង់បានអ្វីចេញពីក្មេងៗទៅគ្នាទៅក្មេងអ្នកគ្នាអត់ដឹងអីទេចេញទៅណាអ្នកចង់បានអីអ្នកប្រាប់មកអញគឺសបល់អីអ្នកនរគ្នាអើយអញចង់ស៊ីចង់មកដល់ពេលចឹងហើយអ្នកគ្រូថាចឹងឥឡូវខ្ញុំនឹងចង់ចេះចាំឲ្យគេធ្វើជាស្ពកជូនមានបាយក្រហមមានបាយសមានមាន់មានអីចឹងឲ្យចឹងណាមានញោមភ្លាមានអីចឹងទៅហើយចង់ខ្លាចថាវាចង់និយាយថាវាអញពូសបល់ហើយរបៀបអញ្ចឹងហ្មងថាវាក៏ទៅពីនិយាយវាប្រហែលជាកូនហ្នឹងអាចនឹងទៅធ្វើអីមួយប៉ះពាល់នេះហ្នឹងហើយរបៀបថាប៉ះពាល់នៅកន្លែងដើមហ្នឹងហើយចឹងរបៀបប៉ះពាល់គេចឹងមិនគេចូលបានចឹងអ្នកនរគ្នាហើយគាត់ថាគាត់និយាយថាពេលហ្នឹងគាត់ដឹងទៀតគាត់ដឹងតែគាត់រត់ចេញមកពួកគាត់ខ្លាចខ្លាំងគាត់នៅឡើងហេតុហ្នឹងទៀតគាត់ដឹងថាអ្នកគ្រូគាត់ហ្នឹងគឺនិយាយបន្ទន់ដើម្បីឲ្យអ្នកដែលខ្មោចចូលហ្នឹងទុនចង់ចឹងទៅហើយមានការទឹកមុនលោកគេស្អីគេលោកគ្រូនេះលោកគ្រូនាយកអញខានហ៊ានយកភ្លើឡើងចេញគុំយកអស់លេងលោកគ្រូយកក៏យកទឹកមុនទឹកអីហ្នឹងយកមកបាចទៅក៏ចេញអញ្ចឹងទៅរបៀបអញ្ចឹងណាហើយបញ្ជូននាំពួកគាត់ដល់ទៅកូនសិស្សហ្នឹងទៅផ្ទះរបស់កូនសិស្សហ្នឹងវិញទៅឲ្យម្ដាយពុកគេយកគេទៅចងខ្សែសេម៉ាអីចឹងណាហើយសាច់រឿងមួយហ្នឹងក៏ស្អែកឡើងគេមករៀនធម្មតាអញ្ចឹងទៅហើយអត់ឲ្យគ្រូប្រាប់ថាហាអត់ឲ្យនិយាយរឿងហ្នឹងទាំងអស់ហ្នឹងទៀតទេនាំទៀតអត់មាននិយាយសាច់រឿងហ្នឹងតទៀតទេខ្ញុំអត់ទាន់អស់ឲ្យតែបងប្អូនចាប់ដើមពេលហ្នឹងអ្នកគ្រូគាត់ក៏មានការសែនអីចឹងណាហើយគាត់អ្នកចែកម្លែកខ្ញុំហ្នឹងគាត់ថាបងមិនដឹងមិនអត់ប្រហែលជាពេលហ្នឹងគឺចិត្តវ៉ាកងតូចចាប់ដើមមានការជប់លៀងមានការគេហៅថាដូចជាបុណ្យដាសាលាអីចឹងណាមានការជប់លៀងមានអីចឹងទៅគាត់ឃើញផ្ទាល់នឹងផ្នែកហ្មងគាត់ថាពេលនោះកតាថ្ងៃបងអើយខ្ញុំអត់មានស្វាំងភ្នែកអត់មានអីទេខ្ញុំឃើញមនុស្សស្អីអត់ក្បាលហ្មងខូចតែមកកណាត់ខំទេហើយស្លៀកអារបៀបចេញមកកអាវស្ទៀងមនុស្សជំនាន់អាពតបន្តិចអីបន្តិចចុងអត់មានក្បាលទេរបៀបថាអាវឈុតខ្មៅដៃវែងអារបៀបខោវែងចុងហ្មងហើយអត់មានក្បាលនៅក្នុងក្រោមដើមហ្នឹងហ្មងពេលហ្នឹងរបៀបថាគេលេងគេនាំគ្នាលេងហើយរបៀបថាបុណ្យតាភូមិបុណ្យអីចឹងណាគេនាំគ្នាលេងក្នុងក្រោមលេងអីហ្នឹងដល់ពេលគាត់របៀបថាគាត់ហើគាត់ក៏ឡើងទៅអង្គុយផឹកទឹកផឹកអីលើចឹងសិនទៅគាត់គាត់តែឃើញមួយគ្នាគាត់ពុកម៉ាក់គាត់3 4នាក់ទៀតប៉ុន្តែពេលគាត់ស្រែកហៅគេឲ្យមើលហ្នឹងអត់មានអ្នកគេឃើញទេគាត់ថាគាត់អង្គុយផឹកស្ទីងស៊ីមីស៊ីអីនៅលើថ្នាក់ហ្នឹងចឹងណាហើយតាំងពីហ្នឹងមកគាត់មកប្រាប់ម្ដាយគាត់ទៅដើម្បីស្រោចទឹកស្រោចអីចងខ្សែសៀមឡាចងអីចឹងទៅអាហ្នឹងគឺពាក់ព័ន្ធជាមួយនៅខាងនៅក្នុងសាលាជាឡៃរបស់គាត់ហ្នឹងអូយអញតែ
តែអ្នកដែលគាត់ចែកលេខសាច់រឿងណាគាត់ថាគាត់មិនធម្មតាណាគាត់ឈឺចង់ជូរសក់គ្រូសាគាត់យកគាត់ទៅស្រោតទឹកលោកក្នុងអីហងគាត់ថាប្រហែលជាឲ្យហេតុអត់ល្អហើយប៉ុន្តែមានជាការចងខ្សែនេះពាក់ខ្សែថាអញទៀតដុំធំៗហ្មងចឹងសាច់រឿងហ្នឹងគឺចាប់តែប៉ុណ្្នឹងអ្នកទាំងអស់គ្នាសម្រាប់គាត់ចង់បានជាមួយនឹងឈុត skin care ស្បែកមុខ alone color glass skin ឈុត make up ហ្នឹងអាចតាក់ទងខ្ញុំបានឈុត VIP សាច់រឿងនេះគឺខ្ញុំឲ្យចំណងជើងថាទៅឆ្លោះអង្កែបជុកខ្មោចដែលជាសាច់រឿងទី3របស់បងអូនស្រីគាត់បានចែកលេខមកខ្ញុំហ្នឹងហើយអញ្ចឹងសាច់រឿងទី1របស់គាត់ហ្នឹងគឺព្រាយដើមតកាសាច់រឿងទី2ហ្នឹងព្រាយប្រាកូនចូលក្នុងដើម7ហើយនៅក្នុងភូមិរបស់គាត់នឹងដដែលទេហើយនៅសាច់រឿងទី3នេះគឺកាត់ឡើងទៅលើប្តីគាត់ម្ដងជាមួយចូលដល់សាច់រឿងយើងគឺរបៀបចេះអ្នកនរគ្នារបៀបថាដូចរបៀបពេលមេឃភ្លៀងដើមឆ្នាំអញ្ចឹងនៅក្នុងស្រុកភូមិគាត់ហ្នឹងគេទៅឆ្លងអង្កែបពេលយប់ឡើងទៅឆ្លងអាណាដែរឆ្លងកណ្ដាលថ្ងៃឬកណ្ដាលយប់ហ្នឹងពេលភ្លៀងជិះហងហ្នឹងពេលគេឆ្លងអង្កែបហ្នឹងរបៀបថាមិនមែនប្តីគាត់ទៅតែម្នាក់ឯងទេទៅគ្នាច្រើនហើយនៅក្នុងភូមិហ្នឹងអញ្ចឹងណាប៉ុន្តែគេដើរឆ្ងាយពីគ្នាព្រោះតែដើរគៀកគ្នាអង្កែបវាលោតពីផ្អើលប៉ុន្តែពេលដែលទៅហ្នឹងគឺទៅនៅក្នុងរបៀបទឹកដីបែបដីដែលគេវាលគេទុកចោលរបស់ពួកចិនណាកាលពេលចិននៅអញ្ចឹងវាធ្វើរបៀបធ្វើអីរោងចក្រឬក៏ធ្វើអីគេរបស់ពួកវាអញ្ចឹងទៅដល់ពេលហើយអញ្ចឹងទៅក៏ពួកហ្នឹងវាទុកដីមកកន្លែងហ្នឹងជាវាលចោលទៅពួកគាត់ហ្នឹងក៏នាំគ្នាទៅឆ្លោះទៅក្នុងហ្នឹងហើយពេលហ្នឹងគាត់ថាប្តីគាត់ហ្នឹងជាមនុស្សដែលអត់ចេះខ្លាចខ្មោចដល់ថ្នាក់ខ្មោចកន្លែងព្រាយជាមួយខ្ញុំស្លាប់ទៀតអ្នកនរគ្នាស្ដាប់ប្តីគាត់ហ្នឹងគឺកំពូលមនុស្សហ្មងអត់ចេះខ្លាចខ្មោចទេដល់ថ្នាក់ជេរទាំងព្រាយទៀតហើយព្រាយដែលលងបងស្រីដែលថាបដាកូននៅដើម7បដាកូនហោះចូលក្នុងដើម7ហ្នឹងលងប្តីរបស់បងស្រីហ្នឹងសាហាវហ្មងបងស្រីគាត់តែឃើញតែភ្លើងហោះចូលក្នុងដើម7ណាពេលលងប្តីបងស្រីរបៀបឲ្យឃើញអង្គុយនៅលើដើម7ហ្នឹងសក់ក្បាលឡងសំពងហើយភ្នែកលៀនទាំងតាធ្លាក់ម្លងចង់ដល់ដីហើយគេសែងចឹងហ្មងប្តីហ្នឹងរបៀបថាជេថ្ងៃលងអញកាត់ងាត់ជួយថ្ងៃឯងថ្ងៃចឹងហ្មងរបៀបចឹងកាយសហកាយដែរកាយមួយនេះប៉ុន្តែគេសតុនជាមួយប្រពន្ធគេកាយតែមួយខ្មៅទេហើយបន្តមកសាច់រឿងយើងទៀតចាំមើលនៅថ្ងៃកើតហេតុដែលប្តីគាត់នឹងគាត់ទៅឆ្លងកាត់នឹងចឹងណាចឹងមកថាអ្នកឆ្លងកាត់គេមាន7គេប្រចាំងនៅក្បាលហើយនឹងគេកាត់នឹងដៃរបៀបនេះចឹងទៅពេលគេដាក់អោនរបៀបមនុស្សអោនឈ្មោះជុចប្រចាំងនឹងដីនឹងចឹងណាក៏ងើយឡើងមករបៀបមកផ្លឹបឡើងមកវិញឃើញមនុស្សប្រុសរបៀបពាក់កៅអៅឡើងកញ្ចាខោអាវដែលវែងខោជង្គង់ហើយយើងចាស់ហ្មងឈរនៅមកគាត់ហ្នឹងហើយគាត់ក៏របៀបមកឈួល7មើលចឹងហើយក៏ធ្លាក់ចូលវិញឈួលមើលទៀតក៏ឆ្ងល់ថាពូហ្នឹងគាត់ទៅណាហើយមកធ្វើអីគេនៅហ្នឹងមិនក៏គាត់អត់មានកាន់7កាន់អីរបៀបឧបករណ៍គេអ្នកមកហងកែបអីចឹងពេលអូននោះសួរដំបងពូនឹងអត់មកទេនៅឈរបែកខ្នងដាក់កោតឡើយណារបៀបឈរបែកខ្នងទេហើយដល់ពេលប្តីគាត់ក៏សួរទៀតថាពូឯងមកពីណាពូឯងនៅណាតែពូឯងនៅណាអញ្ចឹងពូឯងមកធ្វើគេអត់ឆ្លើយពូឯងនៅណាអត់មាននៅណាហងចិត្តតែពូឯងនៅម្ដុំណាអត់មានផ្ទះនៅទេខ្ញុំនៅវត្តរបៀបអញ្ចឹងណាហើយអូនសួរទៀតពូឯងនៅវត្តណាបើខ្ញុំអ្នកនៅស្រុកភូមិហ្នឹងវត្តមួយនេះអាលឺថាលើវត្តវត្តលើវត្តក្រមអញ្ចឹងបើទៅឧទាហរណ៍ចឹងខ្ញុំចង់បញ្ចេញឈ្មោះគាត់ទៅនៅបាត់ដំបងហ្នឹងបើប្រាប់ឈ្មោះវត្តទៅអ្នកនរស្គាល់ហើយចឹងក៏ខ្ញុំអត់មកទេអញ្ចឹងយេចឹងក៏សួរថាវត្តលើវត្តក្រមឧទាហរណ៍ចឹងណាដល់ពេលពូនឹងថាខ្ញុំនៅវត្តក្រមហើយក៏ប្រៃគាត់ថាពូឯងនៅវត្តហ្នឹងបើកាសខ្ញុំនៅហ្នឹងអីខ្ញុំមិនស្គាល់ពូឯងនៅយូរនៅមិនខ្ញុំមិនដែរឃើញចឹងខ្ញុំនៅស្រុកហ្នឹងតាំងទួយមិនខ្ញុំមិនដែរឃើញពូឯងពេលហៅចឹងទៅពូនឹងអត់មកទេគាត់តែខ្ញុំហើយក៏តមកក៏ប្តីគាត់ហ្នឹងអត់មកអត់ក៏ដើរទៅប្រចាំង7ហងកែបទៀតវាថាខ្ជិលខ្វល់មួយគាត់ទៀតចឹងប្រចាំង7ហងកែបទៀតចឹងទៅដើរហងកែបទៀតទៅពូហ្នឹងដើរពីក្រោយកោតទៅពីក្រោយប្តីគាត់ហ្នឹងហើយអូនក៏ហេងខំក៏ងាកទៅស្ដីឲ្យពូបើមិនដើរតាមខ្ញុំត្រីបើដើរតាមខ្ញុំចឹងខ្ញុំចាំកែបមិនបានប៉ាអង្កែបអស់ហើយបើទៅរកឆ្ងាយទៅមកនៅចិត្តខ្ញុំត្រីរបៀបនេះពូនៅទៅចឹងហើយពូហ្នឹងបានដូចចិត្តទៀតពេលអូនគាត់ងាកមកវិញគាត់បែរទៅវិញចឹងទៅពូទៅបាត់ទៅហើយគាត់ប្រចាំង7កំឈួលមើលពេញភូមិនឹងពេញអាមកវាលខ្មៅវាលនឹងចឹងណាអត់មានឃើញមនុស្សអត់មានឃើញស្មើមនុស្សហ្មងតែប្រហែលក៏មនុស្សអត់ខ្លាចខ្មោចអញ្ចឹងក៏អត់ខ្វល់ទៅតែជើងមួយនេះគឺចាប់តាមប៉ុណ្្នឹងអ្នកនរគ្នាខ្លីអញ្ចឹងតែគេខ្លាចបាត់ពិសោធន៍ដើរហងកែបផលថៃអីជួបអញ្ចឹងណាខ្ញុំធ្លាប់ទៅលើគេទៅហងកែបជួបអាបលេខចែកម្លែកមកខ្ញុំប៉ុន្តែចែកម្លែកនៅក្នុងខមមិននេះគាត់ថាពេលគាត់ទៅហងកែបនឹងជួបអាបហ្មងអាបហោះវឹតនៅកាត់វាលស្រែរបៀបថាភ្លើងគេនឹងអត់ហោះផុតវាលស្រែហ្នឹងហើយអត់បានចាប់សាច់យើងចូលទៀតឬក៏ចង់និយាយថាគាត់ជួបអាបមែនហើយរបៀបថាភ្លងហ្នឹងហើយហោះអត់ផុតពីដីមកផុតក្បាលហ្មងគឺគេហោះតែផុតដីមកស៊ឺពេលពេលនេះហត់ចង់កែផុតកោតអីចឹងទៅអានោះសម្រាប់ការចែករបស់អ្នកដែលគាត់ comment នេះអញ្ចឹងសាច់រឿងមួយនេះគឺចាប់តាមប៉ុណ្្នឹងហើយចាំមានអ្នកគេខ្លះឆ្លប់ជួយអីទៀតអាច comment នៅក្នុងវីដេអូហ្នឹងបានណាហ្នឹងហើយតែបើចង់បានគឺ make up ស្អាតខ្ជូតអាចតាក់ទងមកខ្ញុំបានខ្ញុំមានរូបគឺ skin care មកលេខនៅហាងក៏បានដែរនៅខាងបឹងកក់ហ្នឹងក្នុងក្រាសាំងកលតិចបាយ